កម្ពុជានឹងមានកម្ដៅចាប់ពី23ដល់36អង្សាសេខណៈភាគរយភ្លៀងមានត្រឹម10ទៅ15%តែប៉ុណ្ណោះតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី11ខែមីនាឆ្នាំ2025នេះព្រះរាជាណាចក្រកម្ពុជាអាចនឹងមានសីតុណ្ហភាពចាប់ពី23ដល់36អង្សាសេខណៈនៅតាមតំបន់មួយចំនួនមានភាគរយភ្លៀងត្រឹម10ទៅ15%តែប៉ុណ្ណោះករណីមានភ្លៀងធ្លាក់ដោយតំបន់នេះគឺដោយសាររបបខ្យល់មូសុងអេសានជាមួយសម្ពាធទាបគ្របដណ្ដប់នៅលើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោមនិងលើព្រះរាជាណាចក្រកម្ពុជាតាមការប្រកាសដដែលស្ថានភាពបែបនេះចាប់ពីថ្ងៃទី11ដល់ថ្ងៃទី13ខែមីនាឆ្នាំ2025នឹងធ្វើឲ្យតំបន់វាលទំនាបមានដូចជាខេត្តបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងកំពង់ធំសៀមរាបកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងភ្នំពេញអាចនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 15% តំបន់ខ្ពង់រាបមានដូចជាខេត្តកំពង់ស្ពឺបៃលិនក្រចេះនិងមណ្ឌលគិរីអាចនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 10% រីឯតំបន់មាត់សមុទ្រមានដូចជាខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចនឹងមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី 15% រីឯរលកសមុទ្រអាចនឹងមានកម្ពស់មធ្យមអបបរិមា 0.25 ម៉ែត្រនិងកម្ពស់មធ្យមអតិបរិមា 0.75 ម៉ែត្រ